សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំនាំអ្នកនរគ្នាមកមើលការងារប្រចាំថ្ងៃរបស់ខ្ញុំហើយថ្ងៃនេះគឺអត់បានបត់ដែកទេអ្នកនរគ្នាគឺយើងមកប្រេះដោយសារតែអត់មានដែកយើងត្រូវបត់ចឹងដោយសារអត់មានដូច្នេះយើងមកប្រេះសិនប្រេះហើយបានយើងបត់ទៀតដោយសារតែបច្ចុប្បន្ននេះគឺនៅក្នុងរោងចក្រខ្ញុំមានខ្មែរយើងមានតែ5នាក់ទេរាល់ថ្ងៃខ្ញុំធ្វើម៉ាស៊ីនដល់ទៅ3ហើយម៉ាស៊ីនទី1គឺម៉ាស៊ីនបត់ដែកទី2ប្រេះហើយនឹងមួយទៀតគឺម៉ាស៊ីនបាញ់គីមីដោយសារតែអត់មានម៉ោងថែមច្រើនឬក៏អត់មានការងារធ្វើអញ្ចឹងហើយគឺការងារខ្ញុំត្រូវផ្លាស់ប្ដូរទៅវិញទៅមកព្រោះមនុស្សនៅសល់តែ5នាក់ពីមុនមានរហូតដល់12នាក់អ្នកនរគ្នាគឺរោងចក្រខ្ញុំសម្បូរការងារធ្វើហើយមនុស្សច្រើនហើយគឺនៅសល់5នាក់គាត់តែម្ដងទៅទៀតតែជាអាចមានមិនដឹងខ្ញុំមិនដឹងគេទេត្រូវចេញទៀតបើស្ថានភាពចេះតែយ៉ាប់យឺនទៅអញ្ចឹងបានដូចជាស្ដែងអញ្ចឹងអ្នកនរគ្នាឲ្យតែយើងមកដល់ផ្ទៃក្រេគឺយើងរៀងមានជំនាញអីតិចតួចយើងចេះធ្វើនេះធ្វើនោះដូរកបិតដូរអីចឹងដូចបត់ដែកចឹងអាចដូរកបិតបានដល់ខ្លួនឯងគឺភាគច្រើនគឺយើងអាចនៅបានយូរចឹងដោយសារថាបើសុំតកែចេញក៏ភាគច្រើនក៏គេឲ្យចេញដែរហើយតែយើងមានជំនាញខ្លះអញ្ចឹងបើថាយើងអត់ចេះទេគឺដឹងថាអត់ការងារធ្វើបញ្ហាការងារស្ទះដឹងថាតកែឃើញយើងគឺជាមុខសញ្ញាសម្រាប់ដកចេញហើយប្រេះនេះដែរគឺវាស្រួលទេអ្នកនរគ្នាគ្រាន់តែផ្លេងគឺមិននិយាយទេគឺហឹងទៅជាប៉ុន្តែវាគ្រាន់តែវារឿងសុវត្ថិភាពអ្នកនរគ្នាគឺវាអត់ជាតិដៃជាតិអីដូចនេះអញ្ចឹងប៉ុន្តែយើងត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នាអ្នកនរគ្នាធ្វើការនៅក្នុងប្រេះក្រេព្រោះមួយរយៈនេះខ្ញុំឃើញមានការជាតិដៃជាតិអីច្រើនដោយសារតាមម៉ាស៊ីនប្រេះបាយអ្នកនរគ្នាជួបក្នុងវីដេអូក្រោយ